ការបដិញ្ញាចិត្តរបស់ខ្លួនយ៉ាងមុតមមចំពោះទូនីតិជាអ្នកដឹកនាំសម្របសម្រួលក្រុមអ្នកសង្កេតការអាស៊ាន AOT ក្នុងការតាមដានពិនិត្យនិងស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃទន្ទឹមនឹងនោះហ្វីលីពីនក៏បានអះអាងអំពីការផ្ដល់កិច្ចសម្របសម្រួលក្នុងនាមជាប្រធានអាស៊ានដើម្បីផ្ដល់ជាវេទិកាស្ថាបនាសម្រាប់ប្រទេសសមាជិកអាស៊ានក្នុងការស្វែងរកដំណោះស្រាយមួយយូរអង្វែងនិងប្រកបដោយសន្តិវិធីសម្រាប់បញ្ហាដែលកំពុងតែកើតឡើងការគូបញ្ជាក់បែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី30ខែមេសាឆ្នាំ2026នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាមួយនឹងលោកជំទាវ Maria Teresa P. Lazaro រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីនឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានវិតម្លៃខ្ពស់ចំពោះទូនីតិរបស់ប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្នក្នុងការសម្របសម្រួលដល់ការសន្ទនាក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានដើម្បីស្វែងរកដំណោះស្រាយនិងសន្តិភាពយូរអង្វែងចំពោះបញ្ហាព្រំដែនកម្ពុជាថៃរដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈលើការពង្រឹងឯកភាពមជ្ឈភាពរបស់អាស៊ាននិងការចូលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងបានបញ្ជាក់ជាថ្មីនៅកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធនិងស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរក្នុងនាមជាសមាជិកគ្រួសារអាស៊ាននិងការបដិញ្ញាចិត្តរួមគ្នាក្នុងការបន្តចូលរួមការគាំទ្រដល់បុព្វហេតុសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់